បាទជំរាបសួរអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះផងដែរខ្ញុំធ្វើការបង្ហាញបងប្អូនទាំងអស់គ្នាទាក់ទងជាមួយនឹងរបៀបនៃការប្រើប្រាស់ ChatGPT ដើម្បីកែសម្រួលទៅលើរូបភាពមួយចំនួនទាក់ទងជាមួយនឹងរបៀបនៃការចូលទៅប្រើប្រាស់ ChatGPT ខ្ញុំគិតថាដូចជាមិនចាំបាច់ធ្វើការបង្ហាញម្ដងទៀតទេព្រោះបច្ចុប្បន្នហ្នឹងគឺមានភាពទូលំទូលាយមែនទែនអាហ្នឹងគឺសម្រាប់ប្រើប្រាស់នៅលើកុំព្យូទ័រយើងគ្រាន់តែចុចលើ Login តែប៉ុណ្ណឹងមក Login ChatGPT នៅកន្លែងនេះ តែប៉ុណ្ណឹងមកគឺវាអាចលោតចូលទៅក្នុង ChatGPT យើងប្រើប្រាស់បានតែប៉ុណ្្នឹងហើយនេះកន្លែងដែលខ្ញុំធ្វើការ add photo ចូលមកនេះរូបភាពនឹងមួយហើយបន្ទាប់ពីមកខ្ញុំសរសេរប្រាប់វាអឺសរសេរខ្ញុំចង់ផ្លាស់ប្ដូរbackground this photo ខ្ញុំចង់ផ្លាស់ប្ដូរ background this photo តែប៉ុណ្្នឹងមកឥឡូវខ្ញុំធ្វើការ upload ចូលអញ្ចឹងយើងធ្វើការរងចាំវាមួយ plate ទៅដើម្បីឲ្យវាកែសម្រួលរូបភាពនេះតើចាំមើលវាទទួលបានរូបភាពនៅក្នុងកម្រិតណាអញ្ចឹងសម្រាប់បងប្អូនដែលមានចម្ងល់អីអាច comment សួរនៅខាងក្រោមបានអូខេឥឡូវនេះគឺយើងនឹងទទួលបានរូបភាពនេះពេលឆាប់ៗនេះហើយអញ្ចឹងគួរបញ្ជាក់ឡើងវិញថាសម្រាប់បងប្អូនដែលចង់សរសេររៀបរាប់ថាវាបន្ថែមអីយើងអាចប្រើ Google Translate ក៏បានបើសិនជាក្នុងករណីដែលបងប្អូនអត់សូវចេះប្រើប្រាស់ភាសាអង់គ្លេសហ្នឹងយើងអាចប្រើប្រាស់បានឬក៏បងប្អូនមានគំនិតក្នុងការច្នៃប្រឌិតអីផ្សេងៗគឺយើងអាចសរសេរចូលនៅក្នុង ChatGPT នឹងបានដើម្បីធ្វើការផលិតរូបភាពបានកាន់តែល្អប្រសើរនេះខ្ញុំគ្រាន់តែធ្វើការឧទាហរណ៍បង្ហាញបងប្អូនតែប៉ុណ្្នឹងទេអូខេអញ្ចឹងដូចបងប្អូនបានឃើញអញ្ចឹងគឺយើងទទួលបានរូបភាពមួយយ៉ាងល្អប្រណិតដែលអាចយកទៅប្រើប្រាស់បានហើយថ្មីត្បិតតែ AI ហ្នឹងកែរូបភាពរបស់យើងមិនបានល្អ100%ក៏វាអាចបាននៅក្នុងកម្រិតគុណភាពមួយយ៉ាងល្អប្រសើរអញ្ចឹងប្រសិនបើបងប្អូនទាំងអស់គ្នាចង់បានរូបភាពហ្នឹងយកទៅប្រើប្រាស់បងប្អូនគ្រាន់តែចុចធ្វើការ download នៅកន្លែងនេះតែប៉ុណ្្នឹងមកគឺអូខេហើយអូខេឥឡូវនេះគឺខ្ញុំទទួលបានរូបភាពមួយតែប៉ុណ្្នឹងទេអូខេនេះអញ្ចឹងរូបភាពនោះគឺច្បាស់ល្អហ៎យើងឃើញច្បាស់ខ្ញុំមានអារម្មណ៍ថាច្បាស់អញ្ចឹងអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះ